លោកស្រីអ្នកនាងកញ្ញាទូទាំងនិកជនជាទីគោរពដោយដែលនាងខ្ញុំបានជម្រាបជូនកាលពីសប្តាហ៍មុនថាប្រធានបទរបស់យើងដែលស្ដីអំពីទោសព្រហ្មទណ្ឌនឹងបន្តនៅក្នុងសប្តាហ៍នេះហើយដូច្នេះហើយសូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចវិភាសារបស់យើងខ្ញុំជាបន្តទៀតសូមអញ្ជើញបាទចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងទោសជំនួសចាទោសជំនួសនេះគឺមានចែងក្នុងក្រមព្រហ្មទណ្ឌជាប្រភេទទី3នៃទោសចាប់ពីក្រមព្រហ្មទណ្ឌនៅក្នុងមាត្រា72ចាប់ពីមាត្រា72ដល់មាត្រា76ចែងអំពីទោសជំនួសតើទោសជំនួសហ្នឹងគឺជាទោសប្រភេទម៉េចហើយទោសជំនួសហ្នឹងវាមានអ្វីខ្លះទោសជំនួសនេះគឺជាប្រភេទទោសមួយដែលចៅក្រមអាចជ្រើសរើសយកទៅប្រើប្រាស់ដើម្បីជំនួសឲ្យមូលទោសចាអញ្ចឹងបានពាក្យវាថាទោសជំនួសគឺបានន័យថាយកទៅប្រើប្រាស់ជំនួសឲ្យមូលទោសនៅពេលដែលចៅក្រមឬតុលាការគាត់ប្រកាសប្រើប្រាស់ទោសជំនួសនេះចៅក្រមគាត់អត់ប្រកាសមូលទោសទេមានន័យថាអត់ប្រកាសទោសដាក់ពន្ធនាគារឬទោសពិន័យជាប្រាក់ទេគាត់ប្រកាសទោសជំនួសនេះទៅឲ្យជំនួសទៅឲ្យមូលទោសតែម្ដងប៉ុន្តែសួរថាតើទោសជំនួសមានអ្វីខ្លះទោសជំនួសមាន2ប្រភេទតាមក្រមព្រហ្មទណ្ឌទី1គឺទោសហៅថាទោសការងារសហគមន៍អានេះគឺថ្មីស្រឡាងសម្រាប់កម្ពុជាយើងហើយទោសការងារសហគមន៍នេះគឺមានចែងក្នុងមាត្រា72ទោសការងារសហគមន៍នេះគឺសំដៅដល់កាតព្វកិច្ចមួយដែលត្រូវបំពេញនៅការងារមួយដែលគ្មានកម្រៃនិងជាប្រយោជន៍សាធារណៈបានន័យជាប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់នីតិបុគ្គលនៃនីតិសាធារណៈទៅទៀតឬសមាគមឬអង្គការមិនមែនរដ្ឋាភិបាលនេះតាមបទបញ្ញត្តិមាត្រា72ហើយការងារនេះគឺអាចប្រែប្រួលរយៈពេលម៉ោងធ្វើការគឺចាប់ពី30ម៉ោងដល់200ម៉ោងឧទាហរណ៍ថាតើជាក់ស្ដែងយ៉ាងម៉េចតុលាការមិនប្រកាសអំពីមូលទោសទេប៉ុន្តែគាត់អាចប្រកាសអំពីការងារសហគមន៍ប្រសិនបើជននោះគាត់មានវត្តមានទៅពេលសវនាការចាហើយគាត់យល់ព្រមទទួលការងារសហគមន៍ហ្នឹងគឺតុលាការគាត់អាចប្រកាសការងារសហគមន៍ឧទាហរណ៍ថាធ្វើការងាររយៈពេល50ម៉ោងធ្វើ50ម៉ោងដើម្បីជាប្រយោជន៍សាធារណៈមួយចាអញ្ចឹងទៅពេលតុលាការគាត់ប្រកាសហ្នឹងគាត់កំណត់បែបបទថាម៉េចត្រាវលាគឺ50ម៉ោងហើយត្រូវធ្វើការងារក្នុងមួយថ្ងៃប្រមាណហើយក្នុងអំឡុងពេលប្រមាណរយៈពេលប្រមាណខែឬប្រមាណថ្ងៃអញ្ចឹងទៅហ្នឹងទី1ទី2ពេលដែលតុលាការគាត់ប្រកាសហ្នឹងប្រញ្ញាគាត់នឹងចង្អុលបង្ហាញថាតើនីតិបុគ្គលមួយណាដែលទទួលប្រយោជន៍ការងារសហគមន៍ហ្នឹងអញ្ចឹងគាត់អាចសម្រេចថាឥឡូវឲ្យគាត់ទៅបោះសម្រាមនៅសាលារាជធានីភ្នំពេញចាអញ្ចឹងគាត់ត្រូវអនុវត្តការងារហ្នឹងក្រោមការត្រួតពិនិត្យរបស់ព្រះញ្ញាបាទអាហ្នឹងគឺទោសការងារសហគមន៍គឺមានលក្ខណៈប្រភេទហ្នឹងប៉ុន្តែនៅក្រោមច្បាប់ការងារដូចគ្នាបាទអាហ្នឹងទី1ទី2គឺទោសហៅមួយទៀតហៅថាទោសស្ដីបន្ទោសទោសស្ដីបន្ទោសនេះគឺជាប្រភេទទោសមួយដែលក្នុងនោះគឺជាទោសដែលប្រើប្រាស់សម្រាប់បទល្មើសស្រាលហើយចៅក្រមគាត់មិនសម្រេចដាក់ពន្ធនាគារឬពិន័យជាប្រាក់អីទេអញ្ចឹងចៅក្រមគាត់អាចប្រកាសទោសនេះបានទោសស្ដីបន្ទោសគឺជាការព្រមានការប្រដៅអំពីទោសកំហុសឆ្គងដែលគាត់បានប្រព្រឹត្តហើយនឹងការព្រមានថាកុំឲ្យគាត់ប្រព្រឹត្តបទល្មើសតទៅទៀតអញ្ចឹងការស្ដីបន្ទោសហ្នឹងក៏ជាយន្តការថ្មីដែរហើយខ្ញុំសូមបញ្ជាក់ជូនថានៅទីនេះក្នុងកម្មវិធីលើកនេះគឺជម្រាបជូនតែអំពីខ្លឹមសារទេចាប៉ុន្តែរបៀបហើយនឹងលក្ខខណ្ឌនៃការប្រកាសទោសការងារសហគមន៍ក៏ដូចជាទោសស្ដីបន្ទោសហ្នឹងគឺច្បាប់ក្រមយើងចែងជាក់លាក់ថាតើលក្ខខណ្ឌណាដែលអាចគាត់ប្រកាសទោសនឹងបានមិនមែនគាត់ចេះតែប្រកាសការស្ដីបន្ទោសគ្រប់បទល្មើសបានទេគឺគាត់ត្រូវមើលទៅតាមកលៈទេសៈទៅតាមស្ថានភាពជាក់លាក់នីមួយៗហើយនេះគឺជាប្រធានបទរបស់យើងនៅពេលក្រោយទៀតឯណាបាទហើយចំណុចដែលខ្ញុំបកស្រាយជូនប្រភេទបទល្មើសទាំង3នេះគឺប្រើប្រាស់សម្រាប់រូបវ័ន្តបុគ្គលប៉ុន្តែចំពោះនីតិបុគ្គលវិញយើងឃើញថាច្បាប់ចែងអំពីប្រភេទនៃទោសសម្រាប់នីតិបុគ្គលមានតែ2ប្រភេទទេគឺមូលទោសហើយនិងទោសបន្ថែមចា៎បាទប៉ុន្តែដោយសារភាពនីតិបុគ្គលដែលសំដៅដល់នីតិបុគ្គលដែលបង្កើតឡើងដោយច្បាប់ដូចជាសំដៅដល់ក្រុមហ៊ុនសំដៅដល់សមាគមអង្គការជាដើមហ្នឹងគេហៅថានីតិបុគ្គលហ្នឹងដោយសារតែគាត់គឺជាបុគ្គលដែលគ្មានរូបិយបានន័យថាមិនដូចបុគ្គលជាមនុស្សគាត់មិនមែនជាមនុស្សអញ្ចឹងគេត្រូវសម្របអំពីទណ្ឌកម្មចំពោះគាត់សម្របវាមិនឧទាហរណ៍ដូចទោសដាក់ពន្ធនាគារគេមិនអាចចាប់ក្រុមហ៊ុនដាក់ពន្ធនាគារបានទេអញ្ចឹងគេសម្របទោសដែលអាចប្រើប្រាស់សម្រាប់នីតិបុគ្គលបានគឺមានតែទោសពិន័យជាប្រាក់ទេចាឯបែបបទដែលមានចែងតាក់ទងជាមួយនឹងទោសទាំងពីរនេះគឺមានចែងចាប់ពីមាត្រា167ដល់មាត្រា182នៃក្រមព្រហ្មទណ្ឌហើយក្នុងចាប់ពីមាត្រា167ដល់មាត្រា182នេះយើងឃើញថាទោសពិន័យក្នុងឋានៈជាមូលទោសនេះយើងប្រើប្រាស់
ដូចគ្នាជាមួយនឹងទោសពិន័យសម្រាប់រូបវ័នបុគ្គលប្រើប្រាស់ដូចគ្នាហើយអញ្ចឹងចង់ដឹងថាតើទោសពិន័យនឹងមានប្រមាណគឺត្រូវពិនិត្យក្នុងអត្ថបទច្បាប់ហើយជាទូទៅទោសពិន័យមានកំណត់ពីអបបមាអតិបមាដូចគ្នាចំណែកឯទោសបន្ថែមសម្រាប់នីតិបុគ្គលវិញគឺមានចែងជាក់លាក់ក្នុងមាត្រា168ដែលក្នុងមាត្រា168នេះគឺចែងមានចំនួន14ចំណុចចា៎ហើយ14ចំណុចហ្នឹងគឺកន្លែងខ្លះគឺខុសគ្នាជាមួយនឹងរូបវ័នបុគ្គលប៉ុន្តែដើម្បីបានជាព័ត៌មានខ្លះខ្ញុំសូមអនុញ្ញាតអានជូនទាំងស្រុងនៅមាត្រា168ថាតើទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គលមានអ្វីខ្លះចា៎យោងតាមមាត្រា168ទោសបន្ថែមដែលត្រូវអនុវត្តទៅលើនីតិបុគ្គលមានដូចតទៅទី1គឺការរំលាយចោលការរំលាយចោលហ្នឹងគឺសំដៅការសម្រេចប្រកាសបើនិយាយពីសម្រាប់រូបវ័នបុគ្គលសម្រាប់មនុស្សវិញគឺហាក់បីដូចជាទោសប្រហារជីវិតចឹងចា៎គឺបានន័យថារំលាយអត្ថិភាពនៃនីតិបុគ្គលតាមផ្លូវច្បាប់ចា៎បាទអាហ្នឹងទោសហ្នឹងគឺទោសដែលធ្ងន់ធ្ងរជាងគេសម្រាប់នីតិបុគ្គលព្រោះក្រៅពីពិន័យជាប្រាក់ហើយគេអាចប្រកាសរំលាយក្រុមហ៊ុននឹងចោលរំលាយសមាគមនឹងចោលរំលាយអង្គការនឹងចោលបានអញ្ចឹងទោសហ្នឹងគឺសំខាន់ណាស់ទី2អាចការទោសបន្ថែមទី2គឺការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការទី3គឺការហាមឃាត់ចំពោះការអនុវត្តសកម្មភាពមួយឬច្រើនទី4ការបណ្តេញចេញពីលទ្ធកម្មសាធារណៈទី5ការហាមឃាត់ចំពោះការអំពាវនាវជាសាធារណៈដល់ការសន្សំចៃទី6ការហាមឃាត់ចំពោះការចេញឧបករណ៍អាចជួញដូរបានក្រៅពីឧបករណ៍អាចជួញដូរបានដែលកំណត់ដោយធនាគារទី7ការហាមឃាត់ចំពោះការប្រើប័ណ្ណទូទាត់ទី8ការបិទគ្រឹះស្ថានដែលប្រើសម្រាប់ធ្វើការរៀបចំឬប្រព្រឹត្តបទល្មើសទី9ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលបានប្រើប្រាស់ដោយសាធារណជនទី10ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើសទី11ការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើសទី12ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើសទី13ការរឹបអូសឧបភោគភ័ណ្ឌសម្ភារៈឬចលនវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសបានប្រព្រឹត្តទី14ការបិទផ្សាយសេចក្តីសម្រេចបន្ទាទោសការផ្សាយសេចក្តីសម្រេចបន្ទាទោសនៅក្នុងសារព័ត៌មានឬការផ្សាយតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ខ្ញុំសូមបញ្ជាក់ជូនថាទោសបន្ថែមទាំង14ចំណុចនេះគឺមានចែងអំពីខ្លឹមសារលម្អិតបន្ថែមទៀតចាប់ពីមាត្រា170ដល់មាត្រា182នៃក្រមព្រហ្មទណ្ឌថាតើទោសបន្ថែមមួយអនុវត្តវាម៉េចចា៎បាទហើយមានខ្លឹមសារវាម៉េចអ្វីដែលខ្ញុំបានជម្រាបជូនទាំងអស់អំពីប្រភេទនៃទោសនេះគ្រាន់តែជាខ្លឹមសារតាក់ទងជាមួយនឹងទោសចា៎ប៉ុន្តែក្នុងក្រមព្រហ្មទណ្ឌក្រៅពីខ្លឹមសារតាក់ទងជាមួយទោសនីមួយៗគឺចែងអំពីរបបនៃការប្រកាសទោសមួយទៀតចា៎បានន័យថាឧទាហរណ៍ថាតើមូលទោសចៅក្រមអាចប្រកាសរបៀបម៉េចបានចា៎តើមូលទោសអនុវត្តចំពោះនីតិជនត្រូវប្រកាសរបៀបម៉េចចា៎ចំពោះអនិច្ចជនត្រូវប្រកាសរបៀបម៉េចចំពោះនីតិបុគ្គលត្រូវប្រកាសរបៀបម៉េចទោសបន្ថែមត្រូវប្រកាសរបៀបម៉េចទោសជំនួសប្រកាសរបៀបម៉េចនេះប្រហែលជាសម្រាប់កម្មវិធីលើក្រោយដែលនិយាយអំពីរបបនៃការប្រកាសទោសបាទតាមប្រសាសន៍ដែលអាដាមលើកឡើងបន្តបន្ទាប់នៃប្រភេទទោសដែលមាន3ទាំងមូលទោសទាំងទោសបន្ថែមនិងទោសជំនួសនេះចៅក្រមអាចមានសិទ្ធិប្រកាសដាក់ទម្ងន់ឬមួយក៏បន្ថយទម្ងន់បានអាដាមចាតកតងទាំងបញ្ហានេះខ្ញុំសូមជម្រាបសួរអាដាមចាប៊ុនហុនចាសូមអាដាមជឿពន្យល់តកតងទៅនឹងការបន្ថែមទម្ងន់ទោសថាតើអាចធ្វើទៅនៅក្នុងស្ថិតនៅក្នុងលក្ខខណ្ឌបែបណាខ្លះអាដាមចាចំពោះបញ្ហាក្នុងការប្រកាសទោសរបស់តុលាការគឺតុលាការតែងតែផ្អែកទៅលើស្ថានទម្ងន់ទោសនិងស្ថានសម្រាលទោសដែលជាពិសេសនៅក្នុងនោះគឺគាត់ពិនិត្យអំពីចរិតលក្ខណៈគ្រោះថ្នាក់នៃអំពើចំពោះជនល្មើសដែលបានប្រព្រឹត្តនៅក្នុងបទល្មើសហ្នឹងនិងពិនិត្យអំពីបុគ្គលិកលក្ខណៈនៃជនជាប់ចោទហើយនឹងសភាពផ្លូវចិត្តរបស់ជនជាប់ចោទព្រមទាំងមូលហេតុនៅក្នុងការប្រព្រឹត្តបទល្មើសដូច្នេះហើយបានតុលាការអាចកំណត់ថាតើជននេះនឹងត្រូវទទួលនៅស្ថានទម្ងន់ទោសឬក៏ទទួលនៅស្ថានសម្រាលទោសនៅក្នុងការកំណត់ថាអំពីស្ថានទម្ងន់ទោសនេះគឺគេផ្អែកទៅលើបញ្ហាពីរទី1គឺចរិតគ្រោះថ្នាក់នៃអំពើរបស់ជនល្មើសគឺថាគេពិនិត្យមើលថាតើអំពើនោះវាមានជាប្រភេទអំពើបែបម៉េចខ្លះព្រោះថាស្ថានទម្ងន់ទោសខ្លះគឺច្បាប់បានកំណត់យ៉ាងជាក់លាក់នៅក្នុងច្បាប់ពាក់ព័ន្ធនឹងបទល្មើសនីមួយៗហ្នឹងដោយសារតែទម្រង់នៃអំពើនោះវាជាប្រភេទអំពើមួយដែលគេគិតថាវាមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គមចឹងទម្រង់អំពើបែបម៉េចខ្លះដែលជាទម្រង់អំពើដែលត្រូវទទួលនៅស្ថានទម្ងន់ទោសគឺមានទី1គឺអំពើដែលធ្វើឡើងដោយក្រុមមានការចាត់តាំង
ទី2គឺអំពើដែលធ្វើឡើងដោយមានការគិតទុកជាមុនទី3គឺអំពើដែលធ្វើឡើងដោយការកាប់កោសទម្លុះទម្លាយទី4គឺអំពើដែលធ្វើឡើងដោយការផ្លោះរបងចូលទី5ការអំពើដែលធ្វើឡើងដោយមានការប្រើប្រាស់អាវុធឬក៏ប្រើប្រាស់នៅវត្ថុដែលត្រូវបានចាត់ទុកជាអាវុធនិងទី6គឺអំពើដែលធ្វើឡើងដោយមានការពួនស្ទាក់ចំពោះទម្រង់អំពើទាំងអស់នេះគឺច្បាប់បានកំណត់យ៉ាងជាក់លាក់នៅក្នុងអំពើនីមួយៗឧទាហរណ៍ថាបទឃាតកម្មដែលមានចែងនៅក្នុងបញ្ញត្តិមាត្រា199អំពើឃាតកម្មនេះគឺច្បាប់បានកំណត់ផ្តន្ទាទោសពី10ទៅ15ឆ្នាំចា៎ប៉ុន្តែចំពោះអំពើឃាតកម្មដែលមានការគិតទុកជាមុនគឺច្បាប់បានកំណត់នៅក្នុងបញ្ញត្តិមាត្រា200គឺកំណត់អំពីស្ថានភាពរបស់វាមានលក្ខណៈធ្ងន់ជាងចឹងហើយបានច្បាប់កំណត់ទោសហ្នឹងរហូតដល់ដាក់ពន្ធនាគារអស់មួយជីវិតចា៎អញ្ចឹងយើងឃើញថាតកតងទៅនឹងការកំណត់អំពីស្ថានទម្ងន់ទោសដែលច្បាប់កំណត់តកតងជាមួយនឹងប្រភេទអំពើនេះគឺកំណត់ជាក់លាក់នៅក្នុងអំពើនីមួយៗនោះហើយតកតងទៅនឹងបញ្ហាមួយទៀតគឺតកតងទៅនឹងការប្រព្រឹត្តអំពើដោយមិនរៀងចាលនេះគេហៅថាចូលករណីមិនរៀងចាលករណីមិនរៀងចាលនេះគឺច្បាប់កំណត់ឲ្យមានអានុភាពបន្ថែមនៅទម្ងន់អតិបរមានៃទោសដែលចំពោះអំពើនីមួយៗបានច្បាប់បានកំណត់ឧទាហរណ៍ថានៅក្នុងអំពើមួយដែលច្បាប់បានកំណត់ថាវាជាករណីមិនរៀងចាលនៅក្នុងលក្ខខណ្ឌនឹងហើយគឺជននេះនឹងត្រូវបានតុលាការពិចារណាយកអតិបរមានៃទោសចំពោះបទល្មើសនោះត្រូវទ្វេដងនៅក្នុងករណីដែលចូលនៅក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រា84ខ្ញុំសូមលើកពាក់ព័ន្ធថាតើលក្ខខណ្ឌបែបម៉េចខ្លះដែលជាលក្ខខណ្ឌនៃការមិនរៀងចាលនៅក្នុងមាត្រា84គឺបានចែងនៅអំពើមួយចំនួនដែលថាចូលនៅក្នុងការមិនរៀងចាលនឹងខ្ញុំសូមអាននៅមាត្រា84ទី1គឺការបើបុគ្គលណាម្នាក់ដែលត្រូវបានផ្ដន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនោះត្រូវបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីទៀតនៅក្នុងរយៈពេល10ឆ្នាំអញ្ចឹងសួរថាករណីដែលចូលការមិនរៀងចាលបែបនេះតើត្រូវទទួលទោសបែបម៉េចគឺនៅក្នុងបញ្ញត្តិមាត្រា85គេបានកំណត់អំពីការបន្ថែមទម្ងន់ទោសតាមຂ្នាតដូចខាងក្រោមទី1ប្រសិនបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋថ្មីនេះមិនលើសពី20ឆ្នាំអតិបរមានេះត្រូវធ្វើឡើងឧទាហរណ៍ថាគាត់ប្រព្រឹត្តបទឧក្រិដ្ឋលើកមុនថាបទប្លន់ចុះច្បាប់បានផ្ដន្ទាទោសកំណត់នៅក្នុងនោះគឺថាពី3ដល់10ឆ្នាំពេលដែលតុលាការសម្រេចទោសចំពោះគាត់នេះស្ថាពររួចហើយបានចូលស្ថាពរសាលក្រមចូលស្ថាពរដល់ថ្ងៃ1ខែ1ឆ្នាំ2005ចុះគាត់មិនទាន់ផុតរយៈពេល10ឆ្នាំផងគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតការប្រព្រឹត្តបទឧក្រិដ្ឋថ្មីនេះគឺជាការប្រព្រឹត្តបទឧក្រិដ្ឋដែលចូលជាករណីមិនរៀងចាលហើយអញ្ចឹងបើសិនជាគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋថ្មីឧទាហរណ៍ថាបទឃាតកម្មដែលត្រូវផ្ដន្ទាទោសពី10ទៅ15ឆ្នាំអញ្ចឹងតុលាការត្រូវពិចារណាទោសរបស់គាត់គឺចន្លោះពី10ទៅ30ឆ្នាំគឺយក15ឆ្នាំទ្វេដងគុណនឹង2បាទករណីមួយទៀតគឺអតិបរមានៃទោសដាក់ពន្ធនាគារនៃបទឧក្រិដ្ឋថ្មីនេះមានរយៈពេល30ឆ្នាំអតិបរមានៃទោសនេះគឺដាក់ពន្ធនាគារអស់មួយជីវិតចឹងឧទាហរណ៍ថាបទល្មើសដែលគាត់ប្រព្រឹត្តថ្មីនេះអតិបរមាមានរហូតដល់30ឆ្នាំគឺតុលាការពិចារណាអំពីទោសរបស់គាត់គឺរហូតដល់អស់មួយជីវិតចា៎ចំពោះចំណុចទី2នៅក្នុងមាត្រា84គេចែងថាកាលបើបុគ្គលណាម្នាក់ដែលត្រូវបានផ្ដន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមក្នុងរយៈពេល5ឆ្នាំនឹងគឺថាចូលនៅក្នុងការប្រព្រឹត្តបទមជ្ឈិមមិនរៀងចាលអញ្ចឹងតាមបញ្ញត្តិមាត្រា86គេបានកំណត់ឲ្យផ្ដន្ទាទោសទ្វេដងនៃអតិបរមានៃទោសដែលកំណត់ចំពោះបទមជ្ឈិមថ្មីនេះឧទាហរណ៍ថាគាត់ប្រព្រឹត្តបទឧក្រិដ្ឋមុនមួយហើយមិនទាន់ផុត5ឆ្នាំផងបន្ទាប់ពីថ្ងៃសាលក្រមចូលស្ថាពរគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមជ្ឈិមមួយទៀតចា៎អញ្ចឹងការប្រព្រឹត្តបទមជ្ឈិមលើកនេះគេហៅថាការប្រព្រឹត្តបទមជ្ឈិមដោយមិនរៀងចាលចា៎អញ្ចឹងគាត់ត្រូវទទួលទោសគឺយកអតិបរមានៃទោសដែលច្បាប់កំណត់ទាក់ទងនឹងបទមជ្ឈិមហ្នឹងគឺទ្វេដងខ្ញុំលើកឧទាហរណ៍ថាគាត់លើកមុនគាត់ប្រព្រឹត្តបទប្លន់មួយ
អំពើប្លន់មួយដែលតាមបញ្ញត្តិជាធរមានបច្ចុប្បន្ននេះថាផ្ដន្ទាទោសពី3ដល់10ឆ្នាំអញ្ចឹងតុលាការក៏សម្រេចផ្ដន្ទាទោសគាត់ដាក់5ឆ្នាំចុះឧទាហរណ៍អញ្ចឹងសាលក្រមនេះចូលស្ថាពរនៅថ្ងៃ1 ខែ 1 ឆ្នាំ 2000 មកដល់ឆ្នាំ 2004 ឧទាហរណ៍អញ្ចឹងគឺថាគាត់ប្រព្រឹត្តបទមជ្ឈិមមួយទៀតអញ្ចឹងករណីបែបនេះគឺគាត់ប្រព្រឹត្តបទមជ្ឈិមលើកនេះគេហៅថាប្រព្រឹត្តបទមជ្ឈិមដោយមិនរៀងចាលអញ្ចឹងគាត់ត្រូវបានអតិបរមានិទោសចំពោះបទមជ្ឈិមនេះគឺទ្វេដងកូនទាំងពីរចំណុចទី3គឺនៅក្នុងបញ្ញត្តិមាត្រា84ចែងថាកាលបើបុគ្គលណាម្នាក់ដែលត្រូវផ្ដន្ទាទោសជាស្ថាពររួចហើយពីបទមជ្ឈិមហើយត្រូវជាប់ពន្ធនាគារស្មើឬលើសពី3ឆ្នាំបុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងរយៈពេល5ឆ្នាំឧទាហរណ៍ថាគាត់ប្រព្រឹត្តបទមជ្ឈិមមួយហើយតុលាការបានប្រកាសទោសដាក់ចំពោះគាត់គឺដាក់ពន្ធនាគារ3ឆ្នាំហើយមិនទាន់ផុតរយៈពេល5ឆ្នាំផងគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតករណីបែបនេះគេហៅថាប្រព្រឹត្តបទឧក្រិដ្ឋដោយមិនរៀងចាលចា៎បាទកុំតែឯកឧត្តមប្រសិនបើផុតពីនឹងហើយគាត់មើលទើបគាត់ប្រព្រឹត្តបទឧក្រិដ្ឋទៀតតើអានឹងយើងចាត់ទុកថាជាករណីមិនរៀងចាលដែរទេឯកឧត្តមបាទបើសិនជាមិនចូលនៅក្នុងលក្ខខណ្ឌនេះទេឧទាហរណ៍ថាហួសរយៈពេល5ឆ្នាំហើយគាត់ទៅប្រព្រឹត្តបទឧក្រិដ្ឋមួយទៀតគឺមិនមែនចូលជាករណីមិនរៀងចាលទេបាទអញ្ចឹងតុលាការមិនអាចយកអំពីស្ថានមិនរៀងចាលនេះមកប្រកាសទោសដាក់គាត់បានទេចា៎ហើយករណីទី4គឺនៅក្នុងមាត្រា84ដដែលគឺចែងថាកាលបើបុគ្គលណាម្នាក់ដែលប្រព្រឹត្តបទត្រូវបានផ្ដន្ទាទោសជាស្ថាពររួចហើយពីបទមជ្ឈិមបុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមដដែលក្នុងរយៈពេល5ឆ្នាំអាហ្នឹងគឺឧទាហរណ៍ថាលើកមុនគាត់លួចចា៎ក្រោយមកគាត់ប្រព្រឹត្តបទលួចទៀតបាទប្រព្រឹត្តបទល្មើសលួចទៀតប៉ុន្តែវាអត់ទាន់ហួសរយៈពេល5ឆ្នាំអញ្ចឹងគឺករណីបែបនេះគេហៅថាគាត់ប្រព្រឹត្តបទមជ្ឈិមនេះគឺមិនរៀងចាលចា៎ចុះប្រសិនបើគាត់ប្លន់វិញម្ដងបាទបើសិនជាករណីដែលគាត់ប្រព្រឹត្តអំពើលួចហើយចូលក្រោយមកប្រព្រឹត្តប្លន់វិញគឺយើងមើលចំណុចទី3ថាចូលលក្ខខណ្ឌនៅក្នុងចំណុចទី3អត់ទី1តើតុលាការបានកំណត់ទោសគាត់នឹងមានរយៈពេលស្មើឬ3ឆ្នាំស្មើឬលើសពី3ឆ្នាំទេចា៎បើសិនតុលាការកំណត់ទោសគាត់ថាមានរយៈពេលស្មើឬលើសពី3ឆ្នាំហើយក្រោយមកគាត់ប្រព្រឹត្តបទល្មើសប្លន់វិញអានឹងចូលជាបទឧក្រិដ្ឋមិនរៀងចាលបាទហើយករណីទាំងអស់នេះគឺសូមបញ្ជាក់ថាជាលក្ខខណ្ឌចាំបាច់ដើម្បីអាចកំណត់ថាជនណាម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិមដោយមិនរៀងចាលហើយត្រូវដាក់ស្ថានទម្ងន់ទោសដែលលើសពីអតិបរមានៃទោសដែលច្បាប់កំណត់ជាធម្មតាហើយនៅក្នុងកំណត់ថាតើការគិតគូរអំពីរយៈពេល10ឆ្នាំឬ5ឆ្នាំហ្នឹងគេគិតចាប់ពីពេលណាមកគឺគិតចាប់ពីពេលដែលសាលក្រមលើកទី1នោះបានចូលស្ថាពរចា៎បើសិនជាសាលក្រមលើកទី1មិនទាន់ចូលស្ថាពរឬក៏មិនទាន់មានសេចក្តីសម្រេចរបស់តុលាការពីមុនចូលស្ថាពរទេការប្រព្រឹត្តបទល្មើសបន្តទៀតនេះគឺមិនមែនជាការប្រព្រឹត្តមិនរៀងចាលទេឧទាហរណ៍ថាជនម្នាក់ទៅប្រព្រឹត្តអំពើលួចហើយរួចមកទៅប្រព្រឹត្តអំពើប្លន់រួចហើយទៅប្រព្រឹត្តអំពើសម្លាប់មនុស្សអញ្ចឹងករណីនេះមិនទាន់មានសាលក្រមពីមុនចូលស្ថាពរនៅឡើយទេករណីបើសិនមិនទាន់មានសាលក្រមចូលជាស្ថាពរនៅឡើយគឺថាអំពើបែបនេះគឺមិនមែនជាការប្រព្រឹត្តដោយមិនរៀងចាលទេគឺជាប្រភេទនៃការប្រព្រឹត្តបទល្មើសត្រួតគ្នាបាទដូច្នេះគឺស្នើសុំកុំអោយច្រឡំប្រយ័ត្នឃើញថាប្រព្រឹត្តហើយទៅប្រព្រឹត្តទៀតថាហ្នឹងគឺប្រព្រឹត្តដោយមិនរៀងចាលគឺមិនអាចចូលលក្ខខណ្ឌនឹងភ្លាមទេតលតែយើងពិនិត្យមើលតើមានសាលក្រមពីមុនចូលស្ថាពរហើយឬនៅហើយបើមានសាលក្រមចូលស្ថាពរហើយយើងត្រូវមើលថាតើវាចូលលក្ខខណ្ឌតាមបញ្ញត្តិមាត្រា84នៃក្រមព្រហ្មទណ្ឌឬអត់បើសិនជាមិនចូលនៅក្នុងលក្ខខណ្ឌមាត្រា84ក្រមព្រហ្មទណ្ឌទេគឺมันអាចកំណត់ថាវាជាការប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិមដោយមិនរៀងចាលទេខ្ញុំលើកឧទាហរណ៍ករណីដែលការប្រព្រឹត្តបទមជ្ឈិមមុនរួចហើយក្រោយមកប្រព្រឹត្តបទមជ្ឈិមក្រោយទៀតឧទាហរណ៍ថាជនម្នាក់បានប្រព្រឹត្តបទលួចនៅឆ្នាំ2000ហើយមានសាលក្រមស្ថាពរនៅឆ្នាំ2002ក្រោយពីសាលក្រមស្ថាពរនៅឆ្នាំ2002មកបាទមិនទាន់ហួសរយៈពេល5ឆ្នាំផងគាត់ទៅប្រព្រឹត្តអំពើឆោបបោកមួយទៀតចា៎សួរថាតើការប្រព្រឹត្តបទល្មើសឆោបបោកក្រោយនេះជាការប្រព្រឹត្តបទល្មើសមជ្ឈិមដោយមិនរៀងចាលឬក៏មិនមែន
ចឹងយើងពិនិត្យមើលនៅក្នុងចំណុចទី4នៃមាត្រា84ហើយក៏ត្រូវពិនិត្យទៅលើមាត្រា89មួយទៀតបាទដែលបញ្ជាក់ថាតើប្រភេទបទមជ្ឈិមណាដែលច្បាប់បានចាត់ទុកថាជាការបទមជ្ឈិមដូចគ្នាចា៎គឺនៅបញ្ញត្តិមាត្រា89គេបានកំណត់យ៉ាងជាក់លាក់ថាបទលួចបទរំលោភលើទំនុកចិត្តនិងបទឆបោកគឺជាប្រភេទបទមជ្ឈិមដូចគ្នាចា៎ដូច្នេះបើសិនជាករណីដែលកើតឡើងបែបនេះលើកមុនប្រព្រឹត្តលួចមិនទាន់ផុត5ឆ្នាំផងបន្ទាប់ពីសាលក្រមចូលស្ថាពរមុនហើយទៅប្រព្រឹត្តបទឆបោកមួយទៀតអានេះគឺគេហៅថាប្រព្រឹត្តបទមជ្ឈិមដោយមិនរៀងចាលចា៎ប៉ុន្តែបើសិនជាគាត់ទៅប្រព្រឹត្តបទមជ្ឈិមផ្សេងពីនឹងឧទាហរណ៍ថាគាត់ទៅវាយគេបាទបង្ករបួសករណីបែបនេះទោះបីជាមិនទាន់ផុតរយៈពេល5ឆ្នាំក៏ដោយក៏វាមិនចូលជាលក្ខណៈនៃការប្រព្រឹត្តបទមជ្ឈិមដោយមិនរៀងចាលហើយត្រូវដាក់ទោសបន្ថែមស្ថានទម្ងន់ទោសទ្វេដងបែបនេះទេនេះគឺជាការដែលកំណត់លក្ខខណ្ឌយ៉ាងច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងការមិនរៀងចាលហើយខ្ញុំសូមបញ្ជាក់ជូនដែរគឺការមិនរៀងចាលនេះមិនមែនឲ្យចៅក្រមនឹងគាត់ពិចារណាទោសនឹងដឹងតែថាគុណនឹង2រហូតនោះទេគឺថាតុលាការគាត់អាចពិចារណាថាដាក់ប្រមាណបើលើសពីអតិបរមានៃទោសធម្មតារបស់គាត់អាចដាក់រហូតទៅដល់ទ្វេដងនៃទោសនឹងប៉ុន្តែគាត់ដាក់ចន្លោះនឹងទៅឧទាហរណ៍ថាបទលួចចុះបើចូលជាការប្រព្រឹត្តមិនរៀងចាលដែលច្បាប់បានកំណត់ផ្ដន្ទាទោសពី6ខែទៅ3ឆ្នាំអញ្ចឹងតុលាការពិចារណាកម្រិតទោសដែលគាត់អាចប្រកាសបានគឺចន្លោះពី6ខែទៅ6ឆ្នាំគឺយក3ឆ្នាំគុណនឹង2អញ្ចឹងគាត់អាចដាក់ប្រមាណក៏បានដែរអាចដាក់4ឆ្នាំ5ឆ្នាំ6ឆ្នាំក៏បានមិនអាចលើសពី6ដែរឬក៏គាត់អាចដាក់3ក៏បានដែរក៏ដល់គាត់យល់ឃើញថាអាចមានស្ថានសម្រាលណាដែលគួរដាក់ត្រឹមនៅក្នុងកម្រិត3ឆ្នាំឬក៏អាចដាក់ក្រោម3ក៏បានដែរព្រោះស្ថានមិនរៀងចាលនេះមិនមែនមានន័យថាចៅក្រមត្រូវតែដាក់6ទៅអញ្ចឹងតែម្ដង6ឆ្នាំតែម្ដងទេបាទអានេះគឺតាក់ទងជាមួយនឹងស្ថានមិនរៀងចាលនេះហើយចំណុចមួយទៀតដែលតុលាការអាចយកទៅពិចារណានៅក្នុងការគិតគូរអំពីស្ថានរៀងចាលហើយត្រូវដាក់ទោសនេះបានលុះត្រាតែមានចែងយ៉ាងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់ព្រោះថាបើសិនជាមិនមានចែងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់ដូចមានចែងនៅក្នុងមាត្រា291នៃក្រមនីតិវិធីព្រហ្មទណ្ឌទេគឺថាតុលាការមិនអាចនឹកឃើញអំពីស្ថានមិនរៀងចាលនេះដោយឯកឯងទៅប្រកាសទោសទៅលើជនជាប់ចោទបានទេខ្ញុំសូមឧទាហរណ៍ថានៅពេលដែលបរិញ្ញាធ្វើដីកាសន្និដ្ឋានស្ថាពរមកហើយចៅក្រមស៊ើបសួរគាត់បញ្ជូនចេញដីកាដំណោះស្រាយគឺបញ្ជូនរឿងមកជំនុំជម្រះអត់មានបានចែងជាក់លាក់អំពីស្ថានមិនរៀងចាលនៅក្នុងដីកានេះទេអញ្ចឹងនៅមុខសវនាការស្រាប់តែគាត់លេចហេតុភេទថ្មីមកឃើញថាជននេះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុនមកចូលនៅក្នុងលក្ខខណ្ឌមានចែងក្នុងមាត្រា84នៃក្រមព្រហ្មទណ្ឌហើយគាត់ថាហ្នឹងចូលមិនរៀងចាលហើយអញ្ចឹងគាត់ប្រកាសទោសជាការមិនរៀងចាលហ្នឹងគឺអត់បានទេតលតែមានចែងយ៉ាងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់ដែលធ្វើតាមទី1គឺអាចតាមដីកាបញ្ជូនមកជំនុំជម្រះរបស់ចៅក្រមស៊ើបសួរឬក៏សាលដីកាបញ្ជូនមកជំនុំជម្រះរបស់សភាស៊ើបសួរតាមរយៈដីកាបញ្ជូនទៅជំនុំជម្រះផ្ទាល់របស់បរិញ្ញាឬក៏ករណីមួយទៀតគឺតាមកំណត់ហេតុបង្ហាញខ្លួនភ្លាមចា៎បាទទាំងអស់នេះទើបអាចឲ្យចៅក្រមជំនុំជម្រះគិតគូរពិចារណាអំពីការដាក់ទោសអំពីស្ថានមិនរៀងចាលបានចាបើដែលអាយដាមមានភាសាអំបញ្ញមិញសិតតែជាការដាក់ទម្ងន់ទោសយ៉ាងទៅលើជនល្មើសចុះចំពោះការកាត់បន្ថយទម្ងន់ទោសវិញតើផ្អែកទៅលើស្ថានភាពអ្វីខ្លះអាយដាមបាទអំបញ្ញមិញគឺខ្ញុំបានបញ្ជាក់អំពីស្ថានរៀងចាលដែលអាចគិតគូរដាក់ទោសរហូតដល់ទ្វេដងហើយខ្ញុំក៏មិនបានបញ្ជាក់អំពីបញ្ហាថាតើពេលដែលបទមជ្ឈិមមួយចូលនៅក្នុងស្ថានមិនរៀងចាលហើយត្រូវដាក់ទោសកម្រិតទ្វេដងនោះវាចូលនៅក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់កំណត់ថាជាប្រភេទបទឧក្រិដ្ឋចំណុចនេះគឺសូមកុំឲ្យមានការប្រែប្រួលផ្លាស់ប្ដូរនៅចំណាត់ថ្នាក់បទល្មើសឲ្យសោះទោះបីជាបទល្មើសហ្នឹងត្រូវបានប្រែប្រួលនៅអំពីទោសរបស់វាគឺចូលទៅជាប្រភេទបទឧក្រិដ្ឋក៏ដោយគឺมันអាចផ្លាស់ប្ដូរទៅជាបទឧក្រិដ្ឋទេវានៅតែជាប្រភេទបទមជ្ឈិមដដែល
ដូច្នេះនីតិវិធីដែលធ្វើចំពោះបទល្មើសនេះគឺនៅតែធ្វើទៅតាមប្រភេទបទល្មើសមជ្ឈិមហើយការគិតគូរអំពីអាជ្ញាយកាលនៃបទល្មើសរួមទាំងអាជ្ញាយកាលនៃទោសក៏នៅតែជាប្រភេទបទមជ្ឈិមដដែលហើយចំពោះបញ្ហាស្ថានសម្រាលវិញគឺជាការគិតគូររបស់តុលាការដោយផ្អែកទៅលើបុគ្គលិកលក្ខណៈរបស់ជនល្មើសដែលតម្រូវឲ្យហើយនឹងការគិតគូរអំពីចរិតគ្រោះថ្នាក់នៃអំពើផងដែរដែលតុលាការគិតគូរថាតើគួរឲ្យជននេះទទួលបាននៅស្ថានធូរស្រាលកម្រិតណាស្ថានធូរស្រាលនេះជាធម្មតាតុលាការតែងគិតគូរនៅក្នុងកម្រិតអបបរមានៃទោសដែលច្បាប់បានកំណត់ចំពោះបទល្មើសនឹងប៉ុន្តែច្បាប់នៅក្នុងក្រមព្រហ្មទណ្ឌនេះគឺបានចែងឲ្យតុលាការអាចគិតគូរបន្ថយក្រមអបបរមានៃទោសដែលត្រូវកំណត់នៅក្នុងច្បាប់ពាក់ព័ន្ធនឹងបទល្មើសនឹងផងដែរដោយករណីបែបនេះគឺត្រូវតែគិតគូរនៅក្នុងស្ថានភាពមួយថាតើជននេះប្រព្រឹត្តបទល្មើសនៅក្នុងកលៈទេសៈបែបម៉េចហើយត្រូវបានទទួលស្ថានសម្រាលនឹងត្រូវកំណត់នៅក្នុងຂ្នាតមួយដែលច្បាប់បានចែងយ៉ាងជាក់លាក់ចៅក្រមមិនអាចប្រកាសទោសស្រាលនឹងក្រោមຂ្នាតដែលច្បាប់កំណត់ទេគឺនៅក្នុងបញ្ញត្តិមាត្រា94គឺបានកំណត់យ៉ាងជាក់លាក់នៅຂ្នាតដូចខាងក្រោមនេះទី1ប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើសពី10ឆ្នាំអបបរមានៃទោសនេះត្រូវបន្ថយមកត្រឹម2ឆ្នាំមានន័យថាម៉េចឧទាហរណ៍ថាគាត់ប្រព្រឹត្តបទជនម្នាក់ប្រព្រឹត្តបទល្មើសណាមួយហើយច្បាប់បានកំណត់ថាត្រូវផ្ដន្ទាទោសពី10ទៅ15ឆ្នាំអានេះគឺយើងឃើញថាអបបរមានៃទោសដែលច្បាប់កំណត់នេះគឺស្មើនឹង10ឆ្នាំចា៎អញ្ចឹងបើសិនជាតុលាការរកឃើញថាមានស្ថានសម្រាលដែលគួរឲ្យគាត់ធូរស្រាលក្រោមអបបរមានៃទោសដែលច្បាប់កំណត់ជាធម្មតាគឺ10ឆ្នាំនោះគាត់អាចបន្ធូររហូតមកដល់ទៀបជាងគេ2ឆ្នាំអញ្ចឹងគាត់អាចដាក់9 8 7 6 5 4 3 2បាទទៀបជាងគេគឺ2បាទมันអាចនៅក្រោម2ឆ្នាំទៅដាក់1ឆ្នាំអីហ្នឹងគឺខុសច្បាប់ហើយចំណុចទី2នៃមាត្រា94គេចែងប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើសពី5ឆ្នាំហើយតិចជាង10ឆ្នាំអបបរមានៃទោសនេះត្រូវបន្ថយមកត្រឹម1ឆ្នាំចា៎បាទនៅឧទាហរណ៍តែច្បាប់កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារ7ទៅ15ឆ្នាំចុះអំពីបទល្មើសណាមួយអញ្ចឹងបើសិនជាគាត់រកឃើញថាត្រូវមានស្ថានសម្រាលគឺគាត់អាចបន្ថយរហូតមកដល់1ឆ្នាំបាទមិនមែនថាត្រូវតែមកដាក់1ឆ្នាំទេគឺថាដាក់7 6 5 4 3 2 1ទៀបជាងគេអាយដាមជួយលើកទីហោបន្តិចទៅការស្ថានសម្រាលតើធ្វើទៅបែបណាខ្លះអានឹងឧទាហរណ៍ថាតុលាការបានពិនិត្យឃើញអំពីការប្រព្រឹត្តបទល្មើសរបស់ជនម្នាក់នៅក្នុងកលៈទេសៈមួយឧទាហរណ៍ថាចូលជាស្ថានភាពដែលគាត់ធ្វើមិនមែនដោយចង់ធ្វើទេប៉ុន្តែដោយសារមានការជំរុញណាមួយឬក៏ការបង្កើតឲ្យគាត់មានការរំជួលចិត្តណាមួយដែលទប់នៅការធ្វើអំពើនេះមិនបានប៉ុន្តែតុលាការមើលឃើញថាអំពើរបស់ជននេះមានលក្ខណៈដែលមិនគួរឲ្យគាត់ទទួលនៅស្ថានទោសធ្ងន់ធ្ងរពេកចា៎អញ្ចឹងវាមានគិតគូរកលៈទេសៈច្រើនណាស់មិនមែនថាតែប៉ុណ្្នឹងទេតុលាការគិតមើលបញ្ហាទាំងអស់តាំងពីស្ថានភាពនៃការរស់នៅរបស់នឹងប្រវត្តិរបស់ជននឹងតែជាជនដែលប្រកបដោយគ្រោះថ្នាក់ដល់សង្គមឲ្យអត់ទាំងអស់នេះហើយដែលជាការស្រាវជ្រាវរកឲ្យឃើញថាជនម្នាក់ហ្នឹងដែលតុលាការផ្ដាល់ក្នុងការប្រកាសទោសឲ្យគាត់ចូលស្ថានទម្ងន់ស្ថានសម្រាលនេះគឺគាត់គិតគូរទាំងអស់ចា៎ដូចយើងតែងឃើញហើយនៅពេលដែលតុលាការចាប់ផ្ដើមនៅសវនាគាត់តែងតែសួរប្រវត្តិរបស់ជនហ្នឹងចង់ដឹងថាតើជនហ្នឹងជាជនរបៀបម៉េចហើយជាជនមួយដែលមានបង្កគ្រោះថ្នាក់ដល់សង្គមឬអត់ហើយបានគេពិនិត្យមើលថាអំពីការប្រព្រឹត្តបទល្មើសរបស់គាត់នឹងប្រព្រឹត្តនៅក្នុងកលៈទេសៈបែបណាបាទហើយធ្វើឲ្យសង្គមទូទៅនឹងខ្លាចរអាឬភ័យព្រួយចំពោះអំពើនឹងអត់ចា៎អញ្ចឹងការដែលគិតគូរទាំងអស់នេះបានតុលាការថាគួរឲ្យគាត់ប្រកាសទោសនៅក្នុងកម្រិតស្រាលឬក៏ធ្ងន់កម្រិតណាមួយចា៎បាទចំណុចមួយទៀតគឺនៅបញ្ញត្តិមាត្រា94គឺបានចែងផងដែរថាប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើសពី2ឆ្នាំហើយតិចជាង5ឆ្នាំអបបរមានៃទោសនេះត្រូវថយមកត្រឹម6ខែចា៎បាទនឹងຂ្នាតវាគ្រប់ទាំងអស់ទៅតាមហ្នឹងហើយចំណុចទី4
គឺចែងថាប្រសិនបើបបមានិទោសដាក់ពន្ធនាគារស្មើឬលើសពី6ថ្ងៃហើយតិចជាង2ឆ្នាំបបមានិទោសនេះថយមកត្រឹម1ថ្ងៃបាទនេះគឺអំពីបញ្ហារឿងទោសដាក់ពន្ធនាគារហើយចំពោះទោសពិន័យជាប្រាក់គឺថយមកពាក់កណ្ដាលនៅក្នុងចំណុចទី5នៃបញ្ញត្តិមាត្រា94ចំពោះបញ្ហាទោសដាក់ពន្ធនាគារដែលត្រូវកំណត់ដោយច្បាប់អស់មួយជីវិតនេះគឺគេបានកំណត់នៅក្នុងបញ្ញត្តិមាត្រា95ឲ្យតុលាការអាចប្រកាសនៅចន្លោះរវាងពី15ឆ្នាំទៅ30ឆ្នាំចា៎បាទមានន័យថាបើសិនជាបទល្មើសណាមួយដែលត្រូវផ្ដន្ទាទោសដាក់មួយជីវិតហើយតុលាការបានពិនិត្យឃើញថាអ្នកនេះត្រូវទទួលបាននៅស្ថានសម្រាលណាមួយដែលគាត់គួរឲ្យគាត់ទទួលទោសធូរស្រាលនោះគឺគាត់អាចប្រកាសទោសចន្លោះពី15ទៅ30ឆ្នាំចា៎បាទនេះគឺតាក់ទងជាមួយស្ថានសម្រាលទោសដែលត្រូវធ្វើចំពោះនីតិជនចា៎ហើយចំពោះស្ថានសម្រាលទោសដែលធ្វើចំពោះអនីតិជនគឺមានចែងនៅបញ្ញត្តិមាត្រា164បាទក្នុងបញ្ញត្តិមាត្រា164គឺបានចែងຂ្នាតដូចតទៅនេះគឺថាទី1ប្រសិនបើបបមានិទោសដាក់ពន្ធនាគារស្មើឬលើសពី10ឆ្នាំអបបមានេះត្រូវថយមកត្រឹម1ឆ្នាំទី2ប្រសិនបើបបមានិទោសដាក់ជាប់ពន្ធនាគារស្មើឬលើសពី5ឆ្នាំហើយតិចជាង10ឆ្នាំនោះអបបមាត្រូវថយមកត្រឹម6ខែទី3ប្រសិនបើអបបមានិទោសដាក់ពន្ធនាគារស្មើឬលើសពី2ឆ្នាំនិងតិចជាង5ឆ្នាំនោះអបបមាត្រូវថយមកត្រឹម3ខែទី4ប្រសិនបើអបបមានិទោសដាក់ពន្ធនាគារស្មើឬលើសពី6ថ្ងៃនិងតិចជាង2ឆ្នាំនោះអបបមាត្រូវថយមកត្រឹម1ថ្ងៃទី5អបបមានិទោសពិន័យជាប្រាក់ត្រូវបន្ថយពាក់កណ្ដាលនេះគឺជាຂ្នាតដែលធ្វើសម្រាប់អនីតិជនបើយើងពិនិត្យមើលទៅគឺឃើញលក្ខណៈថយជាងនីតិជនប៉ុន្តែថយជាងស្មើនឹងពាក់កណ្ដាលនៃនីតិជនឧទាហរណ៍ថាបទល្មើសមួយចុះដែលច្បាប់បានកំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារពី10ទៅ15ឆ្នាំបើនីតិជនប្រព្រឹត្តហើយត្រូវទទួលនៅស្ថានសម្រាលនេះគឺអាចសម្រាលមកត្រឹម2ឆ្នាំទៀបជាងគេប៉ុន្តែបើអនីតិជនប្រព្រឹត្តវិញគឺការដែលគិតគូរស្ថានសម្រាលនេះអាចថយមករហូតដល់1ឆ្នាំបាទទៀបជាងគេនេះគឺសម្រាប់ចែងសម្រាប់ដាក់ទោសទៅដល់អនីតិជននឹងដាច់ដោយឡែកហើយខ្ញុំសូមបញ្ជាក់ផងដែរអំបញ្ញមិញគឺអត់បានបញ្ជាក់ជូនអំពីបញ្ហារឿងអនីតិជនដែលប្រព្រឹត្តបទល្មើសហើយតុលាការរកឃើញថាមានស្ថានមិនរាងចាលនេះគឺគេមិនអនុវត្តអំពីបញ្ញត្តិមិនរាងចាលទៅលើអនីតិជនដែលប្រព្រឹត្តបទល្មើសទោះបីចូលលក្ខខណ្ឌមាត្រា84ដែលជាស្ថានមិនរាងចាលក៏ដោយចា៎បាទសូមអរគុណសូមតែអំណរគុណចំពោះឯកឧត្តមចា៎ឯកឧត្តមចា៎លោកស្រីអ្នកនាងកញ្ញាទូទស្សនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងខ្ញុំដែលស្ដីអំពីទោសព្រហ្មទណ្ឌនៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះហើយនៅសប្តាហ៍ក្រោយទៀតយើងខ្ញុំនឹងលើកយកប្រធានបទមួយទៀតដែលស្ដីអំពីរបបនៃការប្រកាសទោសមកជម្រាបជូននៅក្នុងឱកាសនេះនាងខ្ញុំសូមគោរពលាសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នក